បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងមកបង្រៀនបងប្អូនទាំងអស់គ្នាដែលជាអ្នកប្រកបកិច្ចការងារនៅក្នុងប្រទេសថៃឲ្យចេះធ្វើការវេលុយចូលទៅក្នុងគណនី AVA របស់យើងតាមកម្មវិធី Camony បងប្អូនណានេះអើយកម្មវិធី Camony នឹងនៅត្រង់កន្លែងខ្ញុំបាទគូវងពើក្រហមនេះកន្លែងខ្ញុំមកគូវងពើក្រហមមានបាច់ព្រួយនឹងបាទឥឡូវកុំឲ្យវីដេអូរបស់យើងវិញឆ្ងាយពេកឥឡូវបងប្អូនដែលជាអ្នករស់នៅប្រកបកិច្ចការងារនៅក្នុងប្រទេសថៃនឹងចូលតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាមកបាទជាមុនដំបូងដើម្បីយើងធ្វើការវេលុយចូលទៅក្នុងគណនី AVA របស់យើងបានតាមកម្មវិធីCamony បងប្អូនទាំងអស់គ្នាត្រូវតែអូនលុយចូលទៅក្នុងលេខបញ្ជីរបស់ក្រុមហ៊ុន Camony ជាមុនសិនបងប្អូនណាបាទដើម្បីយើងបានលេខបញ្ជីរបស់ក្រុមហ៊ុន Camony យកទៅធ្វើការអូនលុយបានបងប្អូនទាំងអស់គ្នាចុចចូលទៅក្នុងកម្មវិធី Camony នឹងមកបាទនេះនៅត្រង់កន្លែងខ្ញុំបាទគូវងពើក្រហមមានបាច់ព្រួយនោះបងប្អូនចុចចូលពកមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចូលមកក្នុងកម្មវិធីក្រុមហ៊ុន Camony រួចហើយបន្តមកទៀតដើម្បីយើងទៅស្វែងរកលេខបញ្ជីរបស់ក្រុមហ៊ុន Camony បានបងប្អូនមកចុចត្រង់កន្លែងព័ត៌មានផ្សេងត្រង់កន្លែងខ្ញុំបាទធ្វើព្រួយបាញ់ហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនមកចុចទៅនឹងមកបាទតទៅមកទៀតបងប្អូនមកចុចត្រង់កន្លែងបញ្ជីធនាគារយើងនេះបងប្អូនមកចុចទៅនឹងមកបងប្អូននឹងឃើញលេខបញ្ជីរបស់ក្រុមហ៊ុនកម្មវិធី Camony នឹងហើយបងប្អូនណាហ្នឹងហើយបងប្អូនចុចបកមកបាទទៅមកបងប្អូននឹងឃើញនេះលេខបញ្ជីរបស់ក្រុមហ៊ុន Camony ហ្នឹងគឺគាត់មានតែមួយលេខទេគឺធនាគារកសិករថៃចឹងបងប្អូនយកប៊ិចយកសិភៅមកកត់លេខបញ្ជីនិងឈ្មោះបងប្អូនណាហ្នឹងហើយបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានយកប៊ិចយកសិភៅកត់ឈ្មោះលេខបញ្ជីរបស់ក្រុមហ៊ុនកម្មវិធី Camony រួចហើយបន្តមកទៀតបងប្អូនចុចចូលទៅក្នុង app ធនាគាររបស់បងប្អូនដែលបងប្អូនបានទៅធ្វើការបើកលេខបញ្ជីនៅប្រទេសថៃដោយថាបងប្អូនបើកលេខបញ្ជីធនាគារអីកសិករថៃថៃប៉ានីតក្រុងថៃនឹងចឹងបងប្អូនបន្លាងអែបណាបន្លាងអែបនឹងមកបងប្អូនធ្វើការតបភ្ជាប់ឲ្យវិធីការតបភ្ជាប់អែបធនាគារនឹងខ្ញុំបានធ្វើការបង្រៀនបងប្អូនរួចហើយបងប្អូនអាចចូលទៅមើលបាននៅក្នុងវីដេអូមុនចឹងខ្ញុំអត់បានបង្ហាញទេបងប្អូនណាចឹងខ្ញុំបាននឹងចូលទៅក្នុងអែបធនាគាររបស់ខ្ញុំគឺថៃប៉ានីតនៅត្រង់កន្លែងខ្ញុំបានគូវងពើក្រហមមានបាច់ព្រួយបងប្អូនណាបន្ទាប់ពីយើងបានចូលមកក្នុងអែបធនាគារយើងរួចហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះបងប្អូនណាកន្លែងខ្ញុំអាគូវងពើក្រហមមានបាញ់ព្រួយនេះកន្លែងចុងព្រួយខ្ញុំបាទចោលនឹងបងប្អូនមកចុចទៅនឹងមកបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាអូនเงินភាសាថៃណានេះគេដាក់ថាអូនเงินត្រង់កន្លែងខ្ញុំអាគូវងពើក្រហមមានបាញ់ព្រួយនោះបងប្អូនមកចុចទៅនឹងមកបន្តមកយើងវាយលេខរហ័ស6ខ្ទង់របស់ធនាគារដែលយើងបានទៅធ្វើការបើកបញ្ជីបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំបានវាយលេខរហ័ស6ខ្ទង់របស់ខ្ញុំបាទបញ្ចូលសិនត្រង់ទៅនេះខ្ញុំបាទអត់បង្ហាញទេខ្ញុំសូមបិទបងប្អូនណាហ្នឹងហើយបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានវាយរហ័ស6ខ្ទង់ចូលរួចហើយបន្ទាប់មកវានឹងបង្ហាញធនាគារឲ្យយើងធ្វើការជ្រើសរើសហើយបងប្អូនណាហ្នឹងហើយមានហូហែមានកសិករមានក្រុងថៃអីហូហែ
ចឹងលេខបញ្ជីរបស់ក្រុមហ៊ុនកម្មវិធី company ហ្នឹងក៏ប្រើលេខបញ្ជីកសិករថៃចឹងបងប្អូនមកចុចត្រង់កន្លែងកសិករថៃហ្នឹងមកត្រង់កន្លែងខ្ញុំបាទគូវងពើក្រហមមានបាញ់ព្រួយហ្នឹងបងប្អូនមកចុចទៅនឹងមកបាទបន្ទាប់មកត្រង់កន្លែងនេះបងប្អូនដាក់បញ្ចូលលេខបញ្ជីរបស់ក្រុមហ៊ុនកម្មវិធី company បន្ទាប់ពីបងប្អូនបានដាក់លេខបញ្ជីក្រុមហ៊ុនកម្មវិធី company រួចហើយតើមកបងប្អូនមកដាក់ចំនួនលុយត្រង់កន្លែងនេះបងប្អូនណាហ្នឹងហើយឬមួយបើសិនជាបងប្អូនធ្លាប់បងប្អូនណាបងប្អូនធ្លាប់ធ្វើការវេបាទបើសិនជាបងប្អូនធ្លាប់ធ្វើការវេពីមុនមកចឹងបងប្អូនមកចុចត្រង់កន្លែងប្រវត្តិនេះបងប្អូនណាហ្នឹងហើយបងប្អូនមកចុចត្រង់កន្លែងប្រវត្តិហ្នឹងមកកន្លែងចុងព្រួយខ្ញុំបាទចោលហ្នឹងបាទបើចុចបកមកបងប្អូននឹងឃើញបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះមកនេះកន្លែងនេះឃើញទេកន្លែងនេះគឺជាកន្លែងឈ្មោះលេខបញ្ជីរបស់ក្រុមហ៊ុន Camany ហើយខាងក្រោមនេះគឺជាលេខបញ្ជីបងប្អូនណាអញ្ចឹងបងប្អូនមកចុចចំពីលើពកមកបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំបាទគូវងពើក្រហមមានបាញ់ព្រួយបាទកន្លែងចុងព្រួយខ្ញុំបាទចោលហ្នឹងហើយអញ្ចឹងបងប្អូនមកចុចទៅនឹងមកបាទចុចទៅនឹងពកមកបងប្អូនណាបាទចុចពកមកតើមកនឹងឡើងលេខបញ្ជីរបស់ក្រុមហ៊ុន Camany នៅត្រង់កន្លែងនេះហើយបងប្អូនណានេះឃើញទេកន្លែងចុងព្រួយខ្ញុំបាទចោលហ្នឹងតើមកបងប្អូនដាក់ចំនួនលុយឧទាហរណ៍បងប្អូនចង់ធ្វើការវេលុយចូលទៅក្នុងករណី AVA របស់បងប្អូនចំនួនប្រមាណឧទាហរណ៍ថាខ្ញុំវេទៅចំនួន700បាទ6បាតតើពីបងប្អូនដាក់ចំនួនលុយរួចហើយនេះត្រង់កន្លែងនេះគឺជាកន្លែងយើងដាក់ចំនួនលុយបងប្អូនណានេះត្រង់កន្លែងនេះបាទតើមកទៀតបងប្អូនអូសឡើងលើបងប្អូនមកចុចត្រង់កន្លែងនេះមកត្រង់កន្លែងខ្ញុំបាទគូបងពើក្រហមមានបាញ់ព្រួយនេះបាទបងប្អូនមកចុចទៅនឹងមកបាទបន្ទាប់មកបងប្អូនត្រូវតែធ្វើការពិនិត្យជាមុនសិនមុននឹងបងប្អូនយកព្រមបងប្អូនណាមុននឹងបងប្អូនយកព្រមថាបងប្អូននឹងអូនលុយចូលទៅលេខបញ្ជីរបស់ក្រុមហ៊ុន Camany បងប្អូនត្រូវតែពិនិត្យទី1ឈ្មោះទី2លេខបញ្ជីពិនិត្យមើលឲ្យបានត្រឹមត្រូវបើចាត់អ្នកនៅប្រទេសខ្មែរក៏ដកលុយឲ្យបានហ្នឹងហើយបន្ទាប់ពីបងប្អូនបានពិនិត្យលេខបញ្ជីនិងឈ្មោះបញ្ជីចឹងរួចហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាយឺនច័ន្ទកន្លែងខ្ញុំមកពូវងពើក្រហមមានបាច់ព្រួយហ្នឹងបាទបើភាសាខ្មែរយើងគេដាក់ថាយកព្រមអញ្ចឹងបងប្អូនចុចទៅនឹងពកមកបាទជាការស្រេចមានន័យថាយើងបានធ្វើការអូនលុយចូលទៅលេខបញ្ជីរបស់ក្រុមហ៊ុនបាទកម្មវិធី Camany រួចហើយបងប្អូនណាបន្ទាប់មកបងប្អូនចុចថយក្រោយដូចខ្ញុំបានចេះក៏បានឬក៏បងប្អូនចុចថយក្រោយចេញមកបាទបន្តមកទៀតបងប្អូនចូលទៅក្នុងកម្មវិធី Camany បងប្អូនណានេះចូលទៅក្នុងកម្មវិធីក្រុមហ៊ុន Camany មកបាទចុចចូលមកបាទបន្ទាប់ពីយើងចុចចូលមកវានឹងបង្ហាញផ្ទាំងបែបនេះមួយទៅមកទៀតដើម្បីយើងយកលុយនឹងយកមកដាក់ចូលក្នុងកម្មវិធីក្រុមហ៊ុន Camany នឹងបានបងប្អូនមកចុចត្រង់កន្លែងនេះបន្ទាប់ពីយើងបានអូនលុយណាអូនលុយចូលទៅក្នុងលេខបញ្ជីរបស់ក្រុមហ៊ុន Camany ហើយបងប្អូនត្រូវតែយកលុយដែលយើងបានអូននឹងយកមកដាក់ក្នុងកម្មវិធីរបស់ក្រុមហ៊ុន Camany សិនអញ្ចឹងបងប្អូនមកចុចត្រង់កន្លែងពាក្យថាដាក់ប្រាក់ចូលគណនីបងប្អូនមកចុចទៅនឹងមកបាទអូខេបន្ទាប់ពីបងប្អូនបានចុចទៅនឹងរួចហើយបន្តមកទៀតបងប្អូនមកចុចកន្លែងសញ្ញាព្រួយខ្ញុំបាទពូបងពើក្រហមមានបាច់ព្រួយនឹងបាទចុចបកមកបាទបន្តមកបងប្អូនចុច
ចំពីលើនេះលេខបញ្ជីរបស់ក្រុមហ៊ុនកម្មវិធី Camini នឹងមកបងប្អូនណាហ្នឹងហើយបងប្អូនមកចុចទៅនឹងមកបាទតមកទៀតបងប្អូនយកចំនួនលុយដែលបងប្អូនបានធ្វើការអូនលុយចូលលេខបញ្ជីរបស់ក្រុមហ៊ុន Camini នឹងមកដាក់ត្រង់កន្លែងខ្ញុំបាទគូមងពើក្រហមមានបាច់ព្រួយនឹងបាទអញ្ចឹងបងប្អូនដាក់មកមិនដឹងខ្ញុំអូនចូល706បាទបាទបន្ទាប់ពីបងប្អូនដាក់ចំនួនលុយអញ្ចឹងរួចហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះមកកន្លែងគេដាក់ថាការបរិច្ឆេទបងប្អូនណាហ្នឹងហើយកន្លែងខ្ញុំបាទគូមងពើក្រហមមានបាច់ព្រួយនឹងបងប្អូនមកចុចទៅនឹងពណ៌មកបន្ទាប់មកបងប្អូនមកចុចកន្លែងដានបងប្អូនណាកន្លែងដានហ្នឹងហើយអូខេបងប្អូនចុចចំកន្លែងដាននឹងមកបន្តមកទៀតបងប្អូនមកចុចចំកន្លែងរូបកាមេរ៉ាដើម្បីយើងទៅយកចុងស្លីពដែលយើងបានធ្វើការអូនលុយចូលទៅក្នុងលេខបញ្ជីរបស់ក្រុមហ៊ុនកម្មវិធី Camini មិញហ្នឹងបងប្អូនណាហ្នឹងហើយអូខេចុចចំពីលើរូបកាមេរ៉ាហ្នឹងមកបន្តមកគេនឹងបង្ហាញផ្ទាំងបែបនេះមួយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាវិចិត្រសាលពេលបងប្អូនចុចចំពីលើពាក្យថាចិត្តសាលហ្នឹងបងប្អូននឹងឃើញស្លីពដែលបងប្អូនបានធ្វើការអូនលុយចូលទៅក្នុងលេខបញ្ជីរបស់ក្រុមហ៊ុន Camini ហើយបងប្អូនណានេះគឺនៅត្រង់កន្លែងនេះឃើញទេត្រង់កន្លែងខ្ញុំបាទគូបងពើក្រហមមានបាច់ព្រួយហ្នឹងអញ្ចឹងបងប្អូនចុចចំពីលើពណ៌មកទៅមកចុងស្លីពហ្នឹងនឹងលោតមកនៅកន្លែងនេះហើយបងប្អូនណាបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់កន្លែងខ្ញុំបាទគូបងពើក្រហមមានបាញ់ព្រួយនេះបងប្អូនណាកន្លែងចុកព្រួយខ្ញុំបាទចោលលេខអញ្ចឹងបងប្អូនមកចុចទៅនឹងមកបាទបន្ទាប់ពីបងប្អូនបានចុចបញ្ជូនត្រង់ទៅនឹងរួចហើយបន្តមកទៀតបងប្អូនត្រូវតែធ្វើការវាយបញ្ចូលលេខកូដ4ខ្ទង់ដែលយើងបានធ្វើការបង្កើតចេញពីកម្មវិធីរបស់ក្រុមហ៊ុនកម្មវិធី Camini នឹងបងប្អូនណាត្រង់កន្លែងនេះខ្ញុំបានអត់បង្ហាញទេខ្ញុំបាទសូមបិទហ្នឹងហើយបាទបន្ទាប់ពីបងប្អូនបានដាក់លេខរហ័ស4ខ្ទង់ចូលរួចហើយបន្តមកទៀតបងប្អូនមកចុចសញ្ញាគ្រីសត្រង់កន្លែងខ្ញុំបានគូវងពើក្រហមមានបាញ់ព្រួយនឹងមកបាទចុចបកមកបាទតើមកយើងធ្វើការរងចាំបងប្អូនណាធ្វើការរងចាំមួយផ្លេតបាទអូខេឥឡូវនេះយើងដាក់បានជោគជ័យហើយបងប្អូនណាតើមកទៀតបងប្អូនមកចុចត្រង់កន្លែងខ្ញុំបាទគូវងពើក្រហមនេះមកបាទកន្លែងខ្ញុំមកគូវងពើក្រហមមានបាច់ព្រួយនេះចុចបមកតើមកយើងធ្វើការរងចាំរយៈពេល5នាទីទៅ10នាទីដើម្បីឲ្យខាងក្រុមហ៊ុន Camini នឹងគាត់ដាក់លុយចូលមកក្នុងកម្មវិធីដែលយើងបានធ្វើការចុះឈ្មោះនឹងបងប្អូនណាហ្នឹងហើយបើសិនជាបងប្អូនចង់ដឹងថាក្រុមហ៊ុននឹងគាត់បានដាក់លុយមកឲ្យយើងឬនៅបងប្អូនមកចុចចង់កន្លែងសញ្ញាភ្នែកណាកន្លែងខ្ញុំមកពូបងពើក្រហមណាបងប្អូនចុចបកមកបាទបើសិនតែគាត់ដាក់ឲ្យមានត្រង់ទៅនឹងគឺនឹងបង្ហាញឲ្យបងប្អូនណាបង្ហាញចំនួនលុយនេះបងប្អូនមកមើលត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំអាគូវងពើក្រហមនេះអញ្ចឹងបងប្អូនធ្វើការរងចាំមួយ play សិនបាទឥឡូវនេះយើងចង់ដឹងថាខាងក្រុមហ៊ុនកម្មវិធី Camini ហ្នឹងគាត់បានដាក់លុយមកឲ្យយើងឬនៅអញ្ចឹងបងប្អូនចុចចូលទៅក្នុងកម្មវិធីក្រុមហ៊ុន Camini នឹងម្ដងទៀតមកបងប្អូនចុចមកយើងចង់ដឹងណាបាទហ្នឹងហើយអូខេបន្ទាប់ពីយើងចុចចឹងរួចហើយបងប្អូនកលេចមកមើលខាងក្រោមបងប្អូនមកចុចត្រង់កន្លែងពាក្យថាដំណឹងដែលមានសញ្ញារូបកណ្ដឹងហើយមានលេខ1នេះឃើញទេកន្លែងខ្ញុំអាគូបងពើក្រហមហ្នឹងបាទបងប្អូនមកចុចទៅនឹងមកបាទបន្តមកទៀតបងប្អូនមកចុចមកជួរនេះបងប្អូនណានេះបងប្អូនមកចុចមកជួរនេះហើយបងប្អូនមកចុចត្រង់កន្លែងពាក្យថាមិនទាន់ឃើញហ្នឹងហើយបងប្អូនចាច់ច្រឡំដែលគេដាក់ថាមិនទាន់ឃើញហ្នឹងមានន័យថាគេបានដាក់លុយចូលមកក្នុងកម្មវិធីនឹងឲ្យយើងឲ្យបងប្អូនណាអញ្ចឹងបងប្អូនចុចបកមកបាទតើមកបងប្អូននឹងឃើញនេះឃើញទេជោគជ័យបងប្អូនណា
មានន័យថាយើងដាក់លុយបានជោគជ័យហើយគេស្មើសេរីស្មើអីមកឲ្យយើងហើយអូខេបន្តមកទៀតដើម្បីយើងធ្វើការពេលលុយចូលទៅក្នុងគណនី AVA របស់យើងបានបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថាមកប្រាក់ពីថៃទៅខ្មែរនេះនៅត្រង់កន្លែងខ្ញុំអាគូវងពើក្រហមហ្នឹងដែលមានសញ្ញារូបទង់ជាតិប្រទេសថៃនិងប្រទេសខ្មែរហ្នឹងបាទនៅខាងលើជារៀងខាងឆ្វេងដៃបងណាបងប្អូនចុចទៅនឹងពណ៌មកបាទបន្តមកបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងសញ្ញាព្រួយជាស្រ័យកន្លែងសញ្ញាព្រួយខ្ញុំអាគូវងពើក្រហមនេះកន្លែងចុងព្រួយខ្ញុំអាចច្អល់ឃើញទេវាមានសញ្ញាព្រួយមួយពើខ្មៅទូចបាញ់ចុះមកក្រោមអញ្ចឹងបងប្អូនមកចុចទៅនឹងពណ៌មកបន្តមកបងប្អូនធ្វើការជ្រើសរើសណានេះវាមានបង្កងមានករណី AVA បងប្អូនណាអញ្ចឹងបងប្អូនធ្វើការបើសិនជាបងប្អូនចង់ធ្វើការវាលុយចូលទៅក្នុងករណី AVA របស់បងប្អូនបានបងប្អូនមកចុចត្រង់កន្លែងពាក្យថាមានករណី AVA បងប្អូនណាកន្លែងខ្ញុំអាគូវងពើក្រហមហ្នឹងបាទចុងបងប្អូនមកចុចទៅនឹងពណ៌មកបាទបន្តមកទៀតគេនឹងបង្ហាញផ្ទាំងបែបនេះមួយទៀតបងប្អូនណាតើមកត្រង់កន្លែងនេះបងប្អូនណាត្រង់កន្លែងខ្ញុំអាចគូវងពើក្រហមនេះកន្លែងនេះគឺជាកន្លែងយើងដាក់ឈ្មោះហើយករណី AVA របស់យើងបងប្អូនណានឹងហើយឥឡូវខ្ញុំដាក់នឹងហើយវិញនេះខ្ញុំមក copy ហើយខ្ញុំមកផាសបញ្ចូលបន្ទាប់ពីបងប្អូនដាក់ឈ្មោះករណី AVA របស់បងប្អូនរួចហើយបន្តមកទៀតបងប្អូនទៅយកលេខករណី AVA របស់បងប្អូនមកដាក់ត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំអាគូវងពើក្រហមមានបាច់ព្រួយហ្នឹងកន្លែងចុងព្រួយខ្ញុំអាចច្អល់ហ្នឹងហើយបងអើយឥឡូវខ្ញុំបាទទៅរកលេខករណី AVA បងប្អូនខ្ញុំនៅប្រទេសខ្មែរនេះគាត់បានឆាបមកឲ្យខ្ញុំតាម Facebook បងប្អូនណាអញ្ចឹងខ្ញុំ copy រួចហើយខ្ញុំយកទៅផាសនៅក្នុងកម្មវិធីក្រុមហ៊ុន Camry អញ្ចឹងខ្ញុំមកចុចត្រង់កន្លែងនេះដើម្បីផាសលេខករណី AVA របស់បងប្អូនខ្ញុំនៅប្រទេសខ្មែរបងប្អូនណានេះហ្នឹងហើយអញ្ចឹងខ្ញុំផាសខ្ញុំចុចឲ្យជាប់មកបន្តមកយកពាក្យថាផាសអូខេបន្តមកទៀតបងប្អូនជ្រើសរើសថាតើបងប្អូនធ្វើការវេលុយចូលទៅក្នុងករណី AVA របស់បងប្អូនជាលុយអ្វីគឺមានលុយខ្មែរនិងលុយដុល្លារបងប្អូនណាហ្នឹងហើយបើសិនជាបងប្អូនចង់យកលុយដុល្លារបងប្អូនមកចុចត្រង់កន្លែងលុយដុល្លារហ្នឹងមកកន្លែងខ្ញុំអាគូមួងពើក្រហមមានបាច់ព្រួយហ្នឹងបាទចុចបកមកបាទអូខេបន្តមកទៀតបងប្អូនបញ្ចូលទឹកលុយណាចំនួនលុយដែលបងប្អូនត្រូវការវេចូលទៅក្នុងករណី AVA របស់បងប្អូនអញ្ចឹងមិញនេះខ្ញុំដាក់706 បាតហ្នឹងហើយបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់កន្លែងដែលខ្ញុំមកឃ្វាទៅឃ្វាមកនេះដែលមានសញ្ញាគ្រីសហ្នឹងហើយពឺសហើយមានខៀវហ្នឹងបងប្អូនមកចុចទៅនឹងមកបាទអូខេបន្តមកបងប្អូននឹងឃើញហើយបងប្អូនណាបងប្អូននឹងឃើញចំនួនលុយដែលគេឲ្យយើងហ្នឹង$20នេះឃើញទេហើយថ្លៃសេវាគេកាត់30 បាតហ្នឹងហើយអូខេសរុបមកទាំងអស់វាអស់736 បាតឃើញទេនៅត្រង់កន្លែងខ្ញុំអាគូវងពើក្រហមមានបាច់ព្រួយកន្លែងចុងព្រួយខ្ញុំអាចច្អល់លេខឃើញអូខេហើយបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់កន្លែងនេះមកកន្លែងខ្ញុំអាគូវងពើក្រហមហ្នឹងបន្ទាប់ពីបងប្អូនបានដាក់លេខឈ្មោះករណី AVA និងលេខករណី AVA របស់បងប្អូនរួចបងប្អូនមកចុចត្រង់កន្លែងខ្ញុំអាគូវងពើក្រហមមានបាច់ព្រួយហ្នឹងបាទបងប្អូនចុចពកមកបាទបើសិនជាវាលោតបែបនេះបងប្អូនណាបងប្អូនចំណាំបើសិនជាវាលោតថាបរាជ័យមានន័យថាទឹកលុយនៅក្នុងករណីរបស់យើងនឹងយើងអត់បានដាក់តង្កទុកហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែដាក់តង្កទុកឧទាហរណ៍ថាបងប្អូនធ្វើការវេចូលវេលុយរបស់បងប្អូនចូលទៅក្នុងករណី AVA របស់បងប្អូនចំនួនប្រមាណ
ចំនួន706បាតបងប្អូនដាក់ឲ្យលឺណាលឺទៅដល់50បាតឬក៏60បាតអង្គទុកនឹងទៅបាទអូខេអញ្ចឹងបងប្អូនចំណាំចាត់ឃើញអ៊ីដាក់ខអីអញ្ចឹងអានឹងមានខទេគឺបងប្អូនដាក់ចំនួនលុយអស់គ្រប់បងប្អូនណាបាទអូខេអញ្ចឹងខ្ញុំដាក់ចំនួនលុយម្ដងទៀតសិនបាទខ្ញុំធ្វើការអូនលុយចូលទៅក្នុងលេខបញ្ជីរបស់ក្រុមហ៊ុន Camry នឹងបន្ថែម30បាតទៀតសិនបងប្អូនណាបាទឥឡូវខ្ញុំបានដាក់ចំនួនលុយគ្រប់គ្រាន់ហើយបងប្អូនណាហ្នឹងហើយតើពីបងប្អូនបានដាក់ចំនួនលុយគ្រប់គ្រាន់រួចអស់ហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះមកបាទមិញនេះខ្ញុំដាក់លុយអស់គ្រប់ចំនួនបងប្អូនណាហ្នឹងហើយអូខេអញ្ចឹងបងប្អូនមកចុចត្រង់កន្លែងពាក្យថាស្នើសុំណាស្នើសុំស្មើហ្នឹងហើយបងប្អូនមកចុចទៅនឹងពណ៌មកបាទអូខេពេលយើងដាក់ចំនួនលុយគ្រប់គ្រាន់ពេលយើងចុចបញ្ចូលទៅគឺគាត់នឹងឲ្យយើងនឹងដាក់លេខកូដដើម្បីធ្វើការបញ្ជាក់បងប្អូនណាហ្នឹងហើយចឹងត្រង់កន្លែងដាក់លេខកូដនេះខ្ញុំអត់បានបង្ហាញទេខ្ញុំសូមបិទហ្នឹងហើយអូខេឥឡូវនេះយើងបានវេលុយចូលទៅក្នុងគណនី AVA របស់យើងបានជោគជ័យហើយបងប្អូនណាគឺត្រង់កន្លែងនេះគេថាជោគជ័យការស្នើសុំរបស់លោកអ្នកបានជោគជ័យសូមអរគុណតើមកបងប្អូនមកចុចត្រង់កន្លែងខ្ញុំមកគូបងពើក្រហមមានបាញ់ព្រួយនឹងបាទបងប្អូនមកចុចទៅនឹងពណ៌មកតើមកទៀតបងប្អូនត្រូវតែធ្វើការរងចាំឲ្យខាងក្រុមហ៊ុនកម្មវិធី Camry នឹងគាត់មកចុងស្លឹកមកឲ្យយើងសិនដើម្បីយើងយកចុងស្លឹកនឹងឆាបទៅឲ្យបងប្អូនរបស់យើងនៅប្រទេសខ្មែរឲ្យគាត់ចូលទៅឆែកនៅក្នុងករណី AVA របស់យើងថាតើលុយនឹងចូលឬនៅអីចឹងបងប្អូនណាអញ្ចឹងបងប្អូនត្រូវតែធ្វើការរងចាំរយៈពេលប្រមាណ5នាទីទៅ10នាទីបាទអញ្ចឹងខ្ញុំសូម stop video បន្តិចទៀតបងប្អូនណាដើម្បីធ្វើការរងចាំឲ្យខាងក្រុមហ៊ុនCamry នឹងគាត់មកលេខកូដមកចុងស្លឹកមកឲ្យខ្ញុំបាទហ្នឹងហើយអូខេបាទឥឡូវយើងចង់ដឹងថាខាងក្រុមហ៊ុនកម្មវិធី Camry នឹងបាទឥឡូវយើងចង់ដឹងថាខាងក្រុមហ៊ុន Camry នឹងគាត់បានផ្ញើចុងស្លឹកមកឲ្យយើងនៅមិញនឹងអព្យាស្រ័យផងបងប្អូនណាពេលចង់ចូលទៅបង្ហាញបងប្អូនទៅមានគេខលមកហើយខ្ញុំក៏បិទបន្តិចទៀតទៅអព្យាស្រ័យបងប្អូនណាអញ្ចឹងបងប្អូនចុចចូលទៅក្នុងកម្មវិធីណារបស់ក្រុមហ៊ុន Camry នោះមកនៅត្រង់កន្លែងខ្ញុំអាគូមបងពើក្រហមមានបាញ់ព្រួយនោះបាទបងប្អូនចុចចូលពកមកបាទបន្តមកទៀតបងប្អូននឹងឃើញត្រង់កន្លែងនេះមានលោតលេខ1អាត្រង់កន្លែងលេខ1នឹងមានន័យថាគាត់បានផ្ញើចុងស្លឹកមកឲ្យយើងហើយបងប្អូនណាអញ្ចឹងបងប្អូនមកចុចត្រង់អាកន្លែងលេខ1កន្លែងខ្ញុំអាគូមបងពើក្រហមមានបាញ់ព្រួយនោះបងប្អូនមកចុចពកមកបាទបន្តមកបងប្អូនមកចុចត្រង់កន្លែងនេះមួយទៀតមកបាទត្រង់កន្លែងខ្ញុំមកភូមិបងពើក្រហមមានបាច់ព្រួយនោះបងប្អូនមកចុចទៅនឹងមកបងប្អូននឹងឃើញបងប្អូនណានេះឃើញទេនេះគេបានមកចុងស្លឹកមកឲ្យយើងហើយបងប្អូនណានឹងហើយមានឈ្មោះករណី AVA យើងមានលេខណាលេខករណី AVA យើងហើយបងប្អូនអូមកនេះឃើញទេនេះគេបានមកឲ្យយើងហើយបាទ$20ចុច88សេនបាទទៅមកបងប្អូនយកប៊ិចឬក៏យកសិភៅឬក៏បងប្អូនអាចថត screen ណាថត screen ដូចខ្ញុំបាទចេះមកថតទៅ screen មើលចេះមកជាស្រ័យបងថតម្ដងទៀតបាទថត screen ដូចខ្ញុំបាទចេះមកទៅមកបងប្អូនឆាបណាឆាបចូលទៅក្នុង Facebook ឲ្យបងប្អូនដែលគាត់នៅក្នុងប្រទេសខ្មែរនេះចូលទៅឆែកមើលថាតើលុយនេះចូលទៅក្នុងករណី AVA យើងឬនៅបាទហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូរបៀបការវេលុយចូលទៅក្នុងករណី AVA អ្នកនៅខ្មែរគឺមានតែប៉ុណ្្នឹងឯងខ្ញុំបាទសូមបញ្ចប់តែប៉ុណ្្នឹងហ្នឹងហើយខ្ញុំបាទសូមអរគុណ